សម្រាប់វត្តមានរបស់លោកប៉េប Guardiola បាទមានសំណួរសួរថាតើគាត់នឹងបន្តទៅជាមួយនឹង Manchester City ទៀតដែរឬទេបាទសម្រាប់លោកប៉េប Guardiola បាទគឺអាស្រ័យទៅលើគាត់ខ្លួនគាត់បាទសម្រាប់ Manchester City គឺទុកពេលវេលាឲ្យលោកប៉េប Guardiola គឺជាអ្នកសម្រេចចិត្តថាគាត់ចង់បន្តឬក៏គាត់ចង់ចាក់ចេញតាមដែលខ្ញុំមើលឃើញប្រហែលជាគាត់ពិបាកបន្តិចដែរបាទប្រសិនបើឆ្នាំនេះគាត់មិនអាចធ្វើឲ្យ Manchester City នេះស្ថិតនៅក្នុងល្បីដែលល្អណាមួយទេគឺគាត់មិនចាក់ចេញទេបាទព្រោះគាត់ចង់ចាក់ចេញទៅគឺចាក់ចេញទាំងមានកិត្តិយសអញ្ចឹងណាបាទតែយ៉ាងណាមិញគឺគាត់បានពានមួយនៅក្នុងដៃហើយបាទគឺ League Cup នៅសល់តែ FA ទេចឹងប្រសិនបើក្នុងករណីដែលគាត់អាចតាមវ៉ាបាទ Arsenal បានចូលលើកពូតារាងលើកពានបាទ Premier League ទៀតខ្ញុំជឿជាក់ថា 100% បាទលោក Pep Guardiola នឹងចាក់ចេញពី Manchester City បាទតែពិតទៅគាត់ត្រូវចាក់ចេញតាំងពី2រដូវកាលមុនប្រិមិត្តបាទប៉ុន្តែដោយសារតែគាត់រកចាក់ចេញចាប់ផ្ដើមរៀងលំបាកមើលទៅរៀងតោកយ៉ាក់មែនតើបាទទម្រង់លេងមិនត្រូវគ្នាបាទកម្រិតនៅក្នុងការលេងមានការធ្លាក់ចុះអញ្ចឹងហើយធ្វើឲ្យគាត់នៅតែបន្តនៅជាមួយនឹង Manchester City បាទព្យាយាមកែប្រែអ្វីមួយដើម្បីឲ្យ Manchester City នេះត្រឡប់មករកភាពល្អបានច្រើនជាងមុនយ៉ាងណាមិញសម្រាប់លោក Pep Guardiola បានបាទទិញដូរកីឡាករច្រើនបាទសម្រាប់បាទតម្រូវទៅលើក្រុមរួចរាល់ច្រើនហើយបាទអ្វីដែលនឹងត្រូវបាត់បង់នោះគឺ Bernardo Silva បាទ Bernardo Silva នឹងត្រូវចាក់ចេញពី Manchester City ហើយបន្ទាប់ពីរួមអាជីពច្រើនឆ្នាំនឹងទទួលបានពានជាច្រើនសម្រាប់ Silva នឹងក្លាយទៅជាបាទកីឡាករ free agent បាទនៅក្នុងខែ6នេះបន្ទាប់ពីបាទរដូវកាលនឹងត្រូវបានបញ្ចប់បាទហើយក៏ជាការបាទលាគ្នាដែរបាទសម្រាប់ Bernardo Silva បាទព្រោះដែលវាយូរពេលពេកហើយបាទសម្រាប់គាត់ដែលនៅជាមួយនឹង Manchester City ហើយសម្រាប់ Rodri វិញក៏ជាពេលវេលានៅក្នុងឆ្នាំចុងក្រោយរហូតដល់ឆ្នាំ2027អញ្ចឹងមានន័យថាសល់ពេលមួយរដូវកាលទៀតអញ្ចឹងសម្រាប់ Manchester City កំពុងតែព្យាយាមចរចាមួយ Rodri នៅក្នុងការបន្តប៉ុន្តែសម្រាប់ Rodri នេះគឺមានការទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅកាន់ Real Madrid ព្រោះដែល Real Madrid បច្ចុប្បន្ននោះគឺកំពុងតែខ្វះខាតបាទតំបន់បម្រើខ្លាំងមែនទែនអញ្ចឹងប្រសិនបើបាន Rodri ទៅក៏វាជារឿងមួយដែរបាទសម្រាប់ Real Madrid នៅក្នុងរដូវកាលថ្មីបាទរដូវកាលក្រោយឬក៏ទីផ្សាររដូវកីឡាកររដូវក្តៅនេះបាទអាចនិយាយបានថាសម្រាប់ Real Madrid ត្រូវតែព្យាយាមរកតំបន់បម្រើបន្ថែមឲ្យបានបើមិនអញ្ចឹងទេគឺមិនអាចបាទស្រោចស្រង់បានទេនៅក្នុងតំបន់ប្រយុទ្ធបាទបច្ចុប្បន្នយើងឃើញហើយសម្រាប់បាទ Kylian Mbappe ធ្វើបានល្អមែនប៉ុន្តែនៅខ្វះបាទអ្នកជួយ support គាត់ច្រើនបាទយើងបន្តជាមួយនឹង Manchester City បន្តទៀតប្រសិនបើក្នុងករណីបាទដែល Rodri មិនព្រមបន្តកុងត្រាទេបាទ Manchester City នឹងត្រូវបង្ខំចិត្តនៅក្នុងការលក់ Rodri ប៉ុន្តែតម្លៃប្រហែលជារៀងច្រើនបន្តិចហើយបាទតែយ៉ាងណាមិញសម្រាប់ Real Madrid លោក Florentino Perez ក៏រៀងឆ្លាតដែរប្រសិនបើសល់តែមួយរដូវកាលទៀតទេបើគាត់ចង់បានគាត់ប្រហែលជាប្រឡែងឲ្យមួយរដូវកាលទៀតគាត់សុខចិត្តយកកីឡាករ free agent វាទំនងជាង